បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីការសរសេររូបមន្តរបស់សមាសធាតុថ្មីបន្ថែមទៀតនៅទីនេះយើងមានលីជូមក្លរ៉ូដែលលីជូមតាំងដោយអក្សរ Li មានបល្លង់ស្មើ1ហើយក្លរ៉ូតាំងដោយអក្សរ Cl មានបល្លង់ស្មើ1ដូច្នេះលីជូមវានឹងធ្វើការផ្ទេរបល្លង់មួយរបស់វាទៅកាន់ក្លរ៉ូហើយក្លរ៉ូក៏ធ្វើការផ្ទេរបល្លង់មួយរបស់វាមកកាន់លីជូមដែរដូច្នេះរូបមន្តដែលបង្ហាញចេញមកគឺជាអក្សរ Li បាទទទួលយកបល្លង់លេខ1របស់ក្លរ៉ូហើយក្លរ៉ូទទួលយកបល្លង់លេខ1របស់លីជូមប៉ុន្តែដោយសារតែចំនួនអាតូមឬក៏បល្លង់ដែលបានបដូរហើយនេះមានចំនួនស្មើគ្នាដូច្នេះនៅក្នុងរូបមន្តគឺគេមិនបង្ហាញទេគឺអាចសម្រួលចោលហើយរូបមន្តរបស់លីជូមក្លរ៉ូវិវត្តចុងក្រោយត្រឹមតែជាអក្សរ Li ហើយនឹងអក្សរ Cl មានន័យថានៅក្នុងរូបមន្តរបស់លីជូមក្លរ៉ូតំណាងដោយអក្សរ Li លីជូម1អាតូមហើយនឹងអក្សរ Cl ចំនួន1អាតូមបាទចូលមកដល់រូបមន្តទី2គឺយើងនិយាយអំពីសូឌីយ៉ូមក្លរ៉ូបាទសូឌីយ៉ូមក្លរ៉ូអក្សរ Na គឺសូឌីយ៉ូមមានបល្លង់ស្មើ1ដូច្នេះវានឹងធ្វើការផ្ទេរបល្លង់លេខ1នេះទៅឲ្យរ៉ាឌីកាល់ក្លរ៉ូហើយរ៉ាឌីកាល់ក្លរ៉ូវានឹងផ្ទេរបល្លង់1របស់វានេះមកឲ្យសូឌីយ៉ូមដែរដូច្នេះរូបមន្តដែលបង្ហាញចុងក្រោយគឺជារូបមន្តដែលកើតចេញពីការផ្ទេរបល្លង់របស់ធាតុទាំងពីរហ្នឹងគឺមានន័យថាសូឌីយ៉ូមអក្សរ Na ទទួលយកបល្លង់លេខ1របស់ក្លរហើយក្លរអក្សរ Cl ក៏ទទួលយកបល្លង់លេខ1របស់សូឌីយ៉ូមនៅពេលដែលបល្លង់ត្រូវបានទទួលយកគេហៅវាថាជាចំនួនអាតូមវិញមានន័យថាវាមានចំនួនអាតូមដូចគ្នាដូច្នេះយើងអាចសម្រួលចំនួនអាតូមនឹងចោលបាទលេខ1ហ្នឹងយើងមិនចាំបាច់បង្ហាញនៅក្នុងរូបមន្តទេហើយលទ្ធផលដែលយើងទទួលបានចុងក្រោយគឺជាបាទអក្សរ N A និងអក្សរ Cl តំណាងឲ្យរូបមន្តរបស់សូឌីយ៉ូមក្លរ៉ូមានន័យថាមាន Na ចំនួន1អាតូមហើយនិងក្លរ៉ូចំនួន1អាតូមនៅក្នុងរូបមន្តរបស់សូឌីយ៉ូមក្លរ៉ូ